រឿងក្តីពិតនៅពីក្រោយប្រព័ន្ធទូរស័ព្ទ911ឬក៏ Calling 911 ដែលប្រព័ន្ធទូរស័ព្ទនេះបានធ្វើឲ្យបុរសម្នាក់ដែលជាក្មេងទូចមែនទែនស្លាប់នៅគូតឡានដោយមិនអើពើពីការខលរបស់ក្មេងទូចម្នាក់នោះរឿងក្តីនេះបានកើតឡើងទៅលើក្មេងទូចម្នាក់ឈ្មោះ Kelly ដែលគាត់នៅក្នុងគូតឡានបានជាយាមលោកដៃយកប្រអប់វេកីឡារបស់គាត់ពីគូតឡានប៉ុន្តែចៃដន្យអីនោះបានបាក់ទៅក្រោយដែលធ្វើឲ្យគាត់ជាប់ខ្នងជាមួយនឹងគូតឡាននោះពេលនោះគាត់នឹកឃើញព្រោះគាត់ជាក្មេងរៀងឆ្លាតដែរថាគាត់មានទូរស័ព្ទ iPhone មួយនៅក្នុងកាហៅប៉ាវរបស់គាត់ដោយនោះគាត់បានហៅទូរស័ព្ទ911គាត់បានទទូចសុំជំនួយពី911មែនតែនព្រោះប្រព័ន្ធទូរស័ព្ទនេះបានផ្ដល់ឲ្យគាត់នៅជំនួយគាត់និយាយជាច្រើនដងទទូចរហូតដល់2-3ដងដោយនោះមន្ត្រីប៉ូលីសបានដឹកនាំប៉ូលីសមួយឡានជូនមកដល់នេះប៉ុន្តែគាត់មិនបានឆែកចូលមើលពិនិត្យមើលគ្រប់ឡាននោះទេគ្រាន់តែបើកសារ៉ែនចោលហើយនៅពីមុខឆ្លងទ្វារតែប៉ុណ្ណោះពេលនោះ Kelly បានស្លាប់បាត់ទៅហើយព្រោះគេចេញទៅដោយមិនបានពិនិត្យឡានដែល Kelly សុំជំនួយនោះទេដែលធ្វើឲ្យ Kelly ស្លាប់យ៉ាងបន្តិចម្ដងរហូតដល់5នាទីការស្លាប់នេះពិតជាមានការឈឺចាប់មែនទែនពេលនោះឪពុករបស់ Kelly បានមកប្រទះឃើញសាកសពរបស់កូនគាត់ជាប់នៅនឹងគូឡានពេលនោះសារព័ត៌មាននៅជុំវិញពិភពលោកបានផ្សាយតាក់ទងនឹងប្រព័ន្ធសុវត្ថិភាព911នេះថាពិតជាអន់តែមិនអើពើអំពីក្មេងប្រុសដែលសុំជំនួយថានេះគ្រាន់តែជាការប្រេងដោយនោះប្រព័ន្ធសុវត្ថិភាព911ពិតជាទទួលការអាម៉ាស់ខ្លាំងមែនទែនពីប្រជាពលរដ្ឋអ្នកគ្នាមានបញ្ហាអីមួយឬក៏មានបញ្ហាពិតប្រាកដចាំទេទៅ911បើសិនអ្នកគ្នាគ្រាន់តែខលបែបប្រេងអីចឹងទៅសូមកុំធ្វើវាជាដាច់ខាតអ្នកគ្នាព្រោះវាគឺជាប្រព័ន្ធសុវត្ថិភាពសម្រាប់ប្រជាជនដើម្បីជួយសុំជំនួយចឹងទៅ